ថ្ងៃទី18ម្សិលមិញគឺជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបានក៏ជាថ្ងៃដែលខ្ញុំមានមោទនភាពមែនទែនដែលបានធ្វើដំណើរថ្មើរជើងជាមួយនឹងពួកបងៗទាំងអស់គ្នាហើយអ្វីទាំងអស់នេះគឺជាការជួបជុំគ្នាដ៏អស្ចារ្យមួយដែលធ្វើឡើងដើម្បីលើកទឹកចិត្តដល់ពួកបងៗកងទ័ពហើយអ្វីដែលពួកយើងនឹងចាប់ផ្ដើមបន្តទៀតនោះគឺយើងធ្វើដំណើរថ្មើរជើងទៅឲ្យដល់វិមានឯករាជ្យអញ្ចឹងអ្នកទាំងអស់គ្នាហើយខ្ញុំសូមសន្និដ្ឋានជាមួយនឹងពួកគាត់បន្តិចការជួបគ្នាយូរណោះអញ្ចឹងអូខេស៊ីSubscribeបងខាងជិះយូរដល់ហ្នឹងហើយសំសួរតិចមើលខាងពេលដែលខ្ញុំ make up ជាមួយនឹង make up ដូចគ្នាអត់អត់ទៅដូចនិយាយផងមកសិននេះក៏មានប្រភេទជាប់ហ្នឹងអត់ប្រភេទមួយនេះស្គាល់ទេមែនបាទអត់សំណាញ់និយាយមែនតើចាខ្ញុំអត់មានអីទៅត្រូវនិយាយបន្តទៀតអរគុណណាស់បងណាដែលបងបាននិយាយពាក្យប៉ុណ្ណឹងនៅក្នុងវីដេអូអូនហើយទាំងនេះគឺជាសកម្មភាពដែលថាឲ្យតែថាបានជួបពួកបងគឺថាសូមសំណេះសំណាលតិចហើយព្រោះថាកម្របាននឹងជួបពួកគាត់នៅខាងក្រៅណាហើយនេះគឺជាសកម្មភាពដែលនិយាយលេងជាមួយបងតាអញ្ចឹងណាហើយក៏យើងនាំគ្នាជួបជុំគ្នាដើរជាជួរ scan រួចហើយក៏ចូលមកទីតាំងនៅកន្លែងដែលឆាកយើងនៅចាំរោងហៅស្របតែម្ដងហើយយើងនឹងរៀបឌីធ្វើដំណើរថ្មើរជើងរហូតដល់វិមានឯករាជ្យហើយអីដែលខ្ញុំមិនភ្លេចគឺទង់ជាតិរបស់ប្រទេសយើងគឺយើងត្រូវតែសម្គាល់លើកបន្តិចទៅណោះដើម្បីជាកម្លាំងចិត្តរបស់ខ្លួនឯងផងហើយក៏ជាអីដែលបង្ហាញទៅទស្សនិកជនផងហើយនឹងបើសិនជាវីដេអូខ្ញុំអាចទៅដល់ប្រទេសក្រៅក៏វាជាមោទនភាពមួយដែលគេដឹងថាទង់ជាតិរបស់យើងគឺជាប្រទេសមួយដែលមានឈ្មោះថាកម្ពុជាអញ្ចឹងណាហើយអីដែលយើងអាចលើកស្ទួយបានយើងលើកស្ទួយទៅណោះអ្នកទាំងអស់គ្នាហើយនេះក្តៅខ្លាំងពេកក៏អង្គុយលេងមួយបងមួយផ្លែអញ្ចឹងទៅនិយាយទៅអ្នកទាំងអស់គ្នាខ្ញុំនៅតែនិយាយចឹងទង់ជាតិរបស់យើងគឺមានសារៈសំខាន់មែនទែននៅពេលដែលយើងចង់បង្ហាញទៅឲ្យប្រទេសជិតខាងបានឃើញគឺទង់ជាតិរបស់យើងនឹងឯងដែលជាទង់ជាតិដែលសម្គាល់របស់ប្រទេសយើងហើយនេះយើងកំពុងតែធ្វើដំណើរបដាទៅវិមានឯករាជ្យធ្វើទៅវារៀងក្តៅបន្តិចមែនប៉ុន្តែគឺជាអ្វីដែលយើងមានឆន្ទៈនិងមានការតាំងចិត្តនិងអ្វីដែលយើងចង់ជូនសារទៅដល់បងកងទ័ពអញ្ចឹងណាអញ្ចឹងវីដេអូនេះរៀងយឺតជាងម្សិលមិញបន្តិចដោយសារតែម្សិលមិញគឺយើងផ្ដាច់វីដេអូនិងសកម្មភាពទាំងអស់ជូនដល់ពុកម៉ែបងប្អូនដែលគាត់អត់បានចូលរួមគាត់បាននៅគេឋានប៉ុន្តែគាត់នៅតែមានទឹកចិត្តមួយឬក៏ថាយ៉ាងណាគាត់នៅតែជាខ្មែរយើងទោះមិនបានចូលរួមឬក៏គាត់ជាប់ភារកិច្ចរបស់គាត់កិច្ចការរបស់គាត់តែគាត់នៅតែមានអាចន្ទៈនៅក្នុងចិត្តរបស់គាត់ដូចជាពួកយើងដែលចូលរួមផ្ទាល់តែម្ដងអញ្ចឹងមានតែខ្មែរស្រឡាញ់ខ្មែរទេដែលយើងអាចជួយខ្មែរយើងឲ្យមានការរីកចម្រើនប្រទេសរបស់ខ្លួនហើយនឹងការពារប្រទេសរបស់ខ្លួនយើងហើយសកម្មភាពនេះគឺយើងដើរជិតដល់វិមានឯករាជ្យហើយក៏ដូចជាអត់មានអីបន្ថែមទៀតទេណអ្នកទាំងអស់គ្នាដោយសារតែវីដេអូនេះខ្លីគួរសមដែរអញ្ចឹងហត់ដែរហត់ខ្លាំងហត់យ៉ាងណានៅតែសង្ហានឹងនិយាយចឹងនៅពេលនេះបងដែរពួកយើងបានបញ្ចប់ភារកិច្ចរួចរាល់ឥឡូវហ្នឹងគឺរងចាំតុកទៅផ្ទះចុងក្រោយនេះខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតាមដានវីដេអូដ៏ខ្លីរបស់ខ្ញុំ